ទី4ចាប់ដើម promote Windows 2003ទៅជា Active Directory ខ្ញុំមកសម្ដែងលើ My Computer យក property computer name អញ្ចឹង Windows 2003យើងវាបើសិនជាចំណេញបង្ហាញទៅ group មានន័យថា Windows 2003យើងមិនទាន់ឡើងជា server ពិតប្រាកដទេអញ្ចឹងលុះត្រាកន្លែងទៅជា domain បានវាឡើងទៅជា server ពិតប្រាកដគេហៅថា domain ឬក៏ Active Directory អញ្ចឹងក្នុងការដំឡើង domain ឬ Active Directory បានគឺយើងចូលទៅលើ start យក run បាយពាក្យថា DC promo យើងចូលតាមចំណុច DC promo យើងក៏បានឬក៏យើងចូលទៅក្នុង start program administrative tool យកពាក្យថា configure your server wizard ចាប់ចំណុចនេះក៏បានឬយើងយកតាម manage your server ក៏បានប៉ុន្តែភាគច្រើនគេចាំប្រើតាមប្រាណវាងាយស្រួលជាងវាលឿនជាងអញ្ចឹងត្រូវឲ្យវាយពាក្យថា DC promo ហើយចុច OK Unix អញ្ចឹងចំណុចនៅត្រង់ domain controller ថៃនេះមានពីរប្រភេទទី1គឺ domain control for a new domain អញ្ចឹងមានថានេះគឺយើងបង្កើត domain ជា primary ដំបូងគេមកអស់ប៉ុន្តែបើសិនយកចំណុចនេះវិញជា additional domain នេះវិញមានថាយើងធ្វើជា backup យើងយក server របស់យើងធ្វើជា backup ទៅកាន់ primary domain នេះអញ្ចឹងមុនយើងធ្វើ backup បានលុះត្រាតែយើងមាន primary domain មួយសិនអញ្ចឹងខ្ញុំសរសេរលើ primary next ត្រង់នេះគឺវាមិនជាឆាលបានថាយើងអាចធ្វើជា child domain ឬក៏ធ្វើជា forest domain អញ្ចឹងត្រង់ចំណុចនេះគឺយើងសិក្សានៅពេលក្រោយនៅពេលដែលយើងរៀនពីចំណុចនៃការជន់ domain អញ្ចឹងចំណុចនេះគឺខ្ញុំសិក្សាតែការបង្កើត primary domain ដំបូងគេមកអស់អញ្ចឹងយើងយកពាក្យថា domain in a new forest new អញ្ចឹងនៅត្រង់ full DNS name new domain នេះត្រូវដាក់ឈ្មោះឲ្យដូចនៅត្រង់ DNS ដែលយើងបានបង្កើតដែរអញ្ចឹង DNS នៅត្រង់ពាក្យថា forward lookup zone គឺយើងដាក់ឈ្មោះថា rupp.edu.kh បើសិនយើងដាក់ឈ្មោះខុសគ្នាអញ្ចឹង domain name និង DNS វាមិន synchronize ជាមួយគ្នាទេអញ្ចឹង group user ក៏មិនអាច access មកកាន់ server បានដែរចុច next ចឹងពេលនោះ domain name net your name ត្រូវបានយកឈ្មោះថា rupp ជា net your name ចឹងចុច next ទៀតចឹងនៅត្រង់នេះវា store database មានថានៅពេលដែលយើងធ្វើជា SQL server គឺយើងយកវាទៅ store ត្រង់ចំណុចហ្នឹងចឹងយើងមិនចាំបាច់កែប្រហាត់របស់វាទេយើងយក next ទៀតដល់ចំណុចនេះនៅពេលយើងសរសេរ script run script ឬក៏បាច់ file អីគឺយើង store នៅក្នុង server របស់វាហ្នឹងចឹងក៏យើងមិនអាចកែបានដែរ nextចឹងនៅត្រង់ចំណុចនេះប្រសិនមិនយកចំណុចទី2នេះវានឹងបង្កើត DNS ថ្មីមួយទៀតចឹងត្រង់ចំណុចនេះមានថាយើងមិនចាំបាច់បង្កើត DNS ទេពីព្រោះយើងបានបង្កើត DNS ឲ្យម្ដងហើយចឹងត្រង់ចំណុចនេះយកទី3យើងនឹង configure DNS នៅពេលក្រោយធ្វើដោយខ្លួនឯងមិនចាំបាច់ម៉ាស៊ីនអ្នកកំណត់ឲ្យទេបើយើងយកចំណុចនេះគឺម៉ាស៊ីនអ្នកកំណត់ឲ្យចឹងត្រង់ចំណុចនេះគឺវាចង់ test DNS ចង់ test DNS ទេអញ្ចឹងយើងអត់មកចាំ test ទេគឺយើងយកចំណុចនេះដែលយើងបង្កើត DNS ដោយខ្លួនឯង next បើសិនបើយើងដាក់ password កន្លែងនេះនៅពេលដំឡើងដល់ពេលយើងតម្លាក់ DNS វិញក៏យើងត្រូវវាយ password ចូលតាមនោះដែរអញ្ចឹងចំណុចនេះយើងមិនបាច់ដាក់ password ទេនេះវាកំពុងតែរាយចូលសម្រងចាំរហូតដល់វាដល់ finish
ចឹងក្នុងការដំឡើង activity ទៅបានបញ្ចប់ចុចលើ finish បន្ទាប់មកវាទាមទារយើង restart មួយអញ្ចឹងចុចលើពេល restart now